សួស្តីបងប្អូនបានហូបអីដែរថ្ងៃនេះចំណែកខ្ញុំវិញបានស្ងោរពោះជ្រូកទឹកប្រហុកទិញមក2មុខពោះជ្រូកខ្លះគីឡូហើយក៏លាងកូរផែ2ដងមុននឹងយកទៅស្ងោរខ្ញុំយកទៅលាងទឹកឲ្យស្អាតសិនដាក់ពោះជ្រូកចូលចានដែកបើកទឹកម្លិចរួចហើយដាក់ក្លៀនជ្រូកចូលទៀតដល់ពេលលាងច្បាច់ពោះជ្រូកនិងក្លៀនជ្រូកឲ្យស្អាតហើយលាងច្បាច់ចូលឲ្យស្អាត 100% ត្រឹមតែលាងបានស្អាតប្រើពេលមកសន្ទុះធំដែរពេលនេះលាងស្អាតអស់ហើយដាក់ចូលក្នុងឆ្នាំងហើយបើកទឹកដាក់ឲ្យលីងសិនពេលបើកទឹកដាក់ក្នុងឆ្នាំងមកល្មមស្ងោរហើយខ្ញុំក៏លើកឆ្នាំងយកទៅដាក់ទៅលើក្រានខ្ញុំនៅខាងក្នុងនេះរួចហើយមូលបើកគៀសសិនគៀសរៀងចាញ់ខ្យល់តិចហើយរួចហើយខ្ញុំយកដេកកេះអុចឲ្យវាឆេះមកពេលឆេះរួចហើយយកឆ្នាំងដាក់ចូលស្ងោរសិនខ្ញុំក៏ចេញមកខាងក្រៅវិញមកលាងស្លឹកគ្រៃស្លឹកក្រូចដើម្បីធ្វើទឹកជ្រលក់រួចហើយខ្ញុំក៏ដោះកៅស៊ូចាញ់ពីស្លឹកគ្រៃស្លឹកក្រូចដែលចង់ផ្អបជាប់គ្នាលាងស្អាតរួចហើយខ្ញុំក៏យកស្លឹកក្រូចមកប្រឡេះចេញពីមែកវាបន្ទាប់មកខ្ញុំក៏យកស្លឹកគ្រៃមកកាត់ជា3កណាត់កុំឲ្យដាក់ចូលឆ្នាំងទៅរញ៉េរញ៉ាយពេញតែឆ្នាំងកាត់ឲ្យវារាងខ្លែងបន្តិចទៅណាពេលកាត់រួចហើយខ្ញុំក៏យកកាំបិតដំវាឲ្យវារាងបែកបន្ទាប់ពីដំគល់ស្លឹកគ្រៃបែករួចអស់ហើយខ្ញុំក៏បានយកមើមរំដេងមកហាន់បន្តទៀតហាន់រំដេងឲ្យទៅជាចំណិតតូចហាន់ប្រើពេលមួយភ្លែតដែលតម្រឹមរួចនៅពេលនេះហាន់រួចអស់ហើយខ្ញុំក៏យកស្លឹកគ្រៃស្លឹកក្រូចរំដេងមកលាងទឹកឲ្យស្អាតខ្ញុំក៏យកដៃទៅច្បាច់លាងវាឲ្យស្អាតឲ្យជ្រះក្អែលជ្រះដៃបន្ទាប់ពីលាងស្អាតហើយខ្ញុំក៏យកវាទៅបង់ក្នុងឆ្នាំងពោះជ្រូកដែលខ្ញុំស្ងោរចូលមានដូចជាស្លឹកគ្រៃស្លឹកក្រូចរំដេងដាក់ស្ងោរចូលជាមួយគ្នាជាមួយពោះជ្រូកមកវាឆ្អាបរួចហើយខ្ញុំក៏យកគល់ស្លឹកគ្រៃកកូរកូរទឹកឲ្យវាបន្ទាប់មកខ្ញុំក៏យកគ្រាប់ឆ្នាំមកគ្របទុកវាមួយសន្ទុះសិនខ្ញុំក៏ចេញទៅហាន់គល់ស្លឹកគ្រៃបន្តទៀតហាន់ឲ្យទៅជាចំណិតតូចដើម្បីយើងស្រូតបុកដល់ពេលហាន់បានមកសន្ទុះក៏ហាន់បានរួចរាល់រួចហើយខ្ញុំយកគល់ស្លឹកគ្រៃដែលហាន់រួចយកទៅទុកក្នុងចានមួយឡែកសិនគល់ស្លឹកគ្រៃនេះហាន់អស់2គល់បានប៉ុណ្ណេះឯងបន្ទាប់មកខ្ញុំក៏យកស្លឹកក្រូចមកហាន់ជាចំណិតតូចបន្តទៀតពេលហាន់រួចហើយខ្ញុំក៏កើបស្លឹកក្រូចយកទៅទុកក្នុងចានមួយកណ្ដុបទៀតក្នុងចាននេះមានគល់ស្លឹកគ្រៃដែលហាន់រួចនិងស្លឹកក្រូចទុកម្នាក់មួយកណ្ដុបផ្សេងគ្នារួចហើយខ្ញុំក៏បានយកមើមរំដេងមកហាន់ជាចំណិតតូចបន្តទៀតបន្ទាប់ពីហាន់រំដេងរួចហើយខ្ញុំក៏លើកវាយកទៅទុកក្នុងចានដដែលទៀតបន្ទាប់មកខ្ញុំក៏យកខ្ទិះយកម្ទេសដាក់ចូលក្នុងចាននឹងទៀតចានមួយនេះយកដាក់គ្រឿងផ្សំមកគ្រប់មុខបដ យទៅនេះគ្រឿងផ្សំធ្វើទឹកជ្រលក់របស់ខ្ញុំមានប៉ុណ្ណេះឯងបន្ទាប់មកខ្ញុំក៏យកគ្រឿងទាំងនេះយកទៅលីងមានគល់ស្លឹកគ្រៃខ្ទិះរំដេងស្លឹកក្រូចម្ទេសលីងច្បាស់ចូលគ្នាឲ្យមានក្លិនឈ្ងុយចូលឆ្នាំងខ្ទះហើយកូរចុះកូរឡើងឲ្យវារាងស្ងួតទឹកបន្តិចមករួចអស់ហើយយកចាក់ចូលក្នុងចានមករាងខ្លោចតិចចែកក្លិនវាឡើងឈ្ងុយមកនៅពេលនេះគ្រឿងធ្វើជ្រក់របស់យើងក៏បានធ្វើរួចរាល់អស់ហើយបន្ទាប់មកយកទៅដាក់ចូលក្នុងត្បាល់ដើម្បីបុកឲ្យវាល្អិតបន្តិចបុកចុះបុកឡើងនៅពេលនេះគ្រឿងក្រៀងល្អិតបន្តិចហើយបន្ទាប់ពីល្អិតហើយខ្ញុំក៏បានដាក់សណ្ដែកដីចូលក្នុងត្បាល់ដើម្បីបុកវាឲ្យចូលក្នុងគ្រឿងបុកចុះបុកឡើងនៅពេលនេះក៏សណ្ដែកដីនិងគ្រឿងបានចូលគ្នាល្មមខ្ញុំក៏យកស្រាប់ព្រាកកាយវាក្នុងត្បាល់នៅពេលនេះដល់ពេលលាយទឹកជ្រលក់ហើយមានប្រហុកដាក់ស្ករដាក់ប៊ីចេងដាក់ម្ជូរក្រូចឆ្មាច្បាច់យកទៅទឹកទេណាឆ្មានេះមិនសូវមានទឹកទេច្បាច់ចង់ចាញ់រួចហើយច្បល់ប្រហុកឲ្យចូលគ្នាទៅបាល់ចូលគ្នាអស់ហើយចាក់ទឹកក្តៅចូលក្នុងប្រហុកទៅផ្សេងនឹងហុយដាក់ចូលមកល្មមណារួចហើយកូរវាឲ្យសព្វមកបន្ទាប់មកដួសគ្រឿងពីត្បាល់យកមកដាក់គ្រឿងដែលបុករាងច្រើនក្រាន់បើដែលរួចដាក់4-5សាព្រាហើយចេះអស់ទៀតទេដាក់រាងច្រើនបន្តិចហើយចង់បានហើយរួចហើយខ្ញុំក៏យកសាព្រាកកូរគ្រឿងចុះឡើងឲ្យវាចូលគ្នាដូចរាងទំនងដល់ហើយកកូរក្លិនចេញមកឡើងឈ្ងុយពេលនេះទឹកជ្រលក់ពោះជ្រូករបស់ខ្ញុំក៏បានធ្វើរួចរាល់ហើយចំណែកពោះជ្រូកដែលស្ងោរក៏បានឆ្អិនហើយដែររួចហើយខ្ញុំក៏លើកយកទៅហាន់វាជាចំណិតតូចដើម្បីងាយស្រួលយកហូបពោះជ្រូកហាន់ជាកង់រួចហើយហាន់កលៀនជ្រូកមួយពីរបន្ថែមទៀតពីមុខនេះហាន់ត្រឹមរយពេលរាងយូរក្រាន់ដែរដាក់ចុះមកពីភ្លើងថ្មីពេលហាន់ក្តៅអត់ទើសហ្មងហាន់ផងផ្លុំដៃផងនេះម្ហូបខ្ញុំរួចរាល់ហើយបាទមកបងប្អូនហូបបាយជាមួយខ្ញុំទាំងអស់គ្នា